ចាសសូមអនុញ្ញាតគោរពនឹងជម្រាបសួរលោកលោកស្រីប្រិមត្តដែលកំពុងស្ដាប់វិទ្យុ FM ជាតិនគរភ្នំ 103 MHz និងប្រិមត្តទស្សនិកជនដែលកំពុងតាមដានការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាបតាមរយៈទូរទស្សន៍ខ្សែកាបអង្គរប៉ុស 95 ចាសសូមស្វាគមន៍មកកាន់កម្មវិធីសំឡេងយុវវ័យប្រធានបទយុវជនល្អធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលឿននៅថ្ងៃអនាគតហើយសម្រាប់វត្តមានវាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីក្នុងថ្ងៃនេះចាគឺលោកបណ្ឌិតសៀនផល្លានាយកមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចាងាកមកកាន់សំណួរចានៅក្នុងកម្មវិធីរបស់យើងជាដំបូងចាតើចាយុវជនត្រូវតើយុវជនល្អចាត្រូវមានគុណតម្លៃអ្វីខ្លះដែរចាសូមចេញលោកចាសម្រាប់យុវជនល្អគឺជាយុវជនដែលមានការបដិញ្ញាចិត្តហើយជាការបដិញ្ញាចិត្តខ្ពស់ខ្លាយជាពលរដ្ឋសកលដែលប្រកបដោយឧត្តមគតិជាប្រយោជន៍របស់សង្គមជាតិហើយក្នុងន័យនេះយុវជនល្អខ្ញុំតែងលើកខ្លីថាជាយុវជនដែលមិនមែនជាបន្ទុករបស់សង្គមជាតិមិនមែនជាបន្ទុករបស់សង្គមជាតិក្នុងន័យនេះយុវជនល្អគឺជាយុវជនដែលចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិហើយគុណតម្លៃនៃយុវជនល្អសម្រាប់ខ្ញុំកំណត់នៅអង្គ3ដែលសំខាន់ទី1គឺយុវជនដែលប្រកបដោយសមត្ថភាពពេញលេញនិងទី2យុវជនត្រូវមានសុខភាពល្អនិងទី3យុវជនត្រូវមានទំនួលខុសត្រូវចំពោះសង្គមជាតិហើយខ្ញុំសូមបកស្រាយដោយខ្លីនៅចំណុចទាំង3ខាងលើនេះដើម្បីឲ្យកាន់តែយល់បន្ថែមអំពីយុវជនល្អយុវជនល្អត្រូវមានសមត្ថភាពដែលប្រកបដោយសម្បទា3គឺវិជ្ជាសម្បទាបំណិនសម្បទានិងចរិយាសម្បទាហើយអង្គទី2យុវជនត្រូវមានសុខភាពល្អចា៎ហើយពីព្រោះថាបើយុវជនដែលប្រកបទៅដោយសមត្ថភាពដោយបានលើកឡើងនៅក្នុងអង្គទី1រួចហើយប៉ុន្តែបើសិនជាគាត់មិនមានសុខភាពល្អគាត់មិនអាចចូលរួមយ៉ាងសកម្មនៅក្នុងការវិវត្តសង្គមជាតិមិនត្រឹមតែមិនអាចចូលរួមតែគាត់បែរជាคล้ายជាបន្ទុករបស់សង្គមជាតិបាទបន្ទុករបស់គ្រួសារផងនិងបន្ទុករបស់សង្គមជាតិផងទៅតាមរយៈសុខភាពឬជំងឺរបស់គាត់និងអង្គទី3គឺយុវជនត្រូវមានទំនួលខុសត្រូវចំពោះសង្គមជាតិទំនួលខុសត្រូវនេះមានន័យថាត្រូវចូលរួមនៅសកម្មភាពដែលជាប្រយោជន៍របស់សង្គមជាតិការទទួលខុសត្រូវនេះសំដៅដល់ការចូលរួមរបស់យុវជននៅក្នុងចំណែកនៃការអភិវឌ្ឍបាទ